Rừng lui Đel một nụ vầy Chạp bị xàm là dụ xàm sập lợn mình cụ thử Mùi Prăng tè rộp tè mình prăng tục đạ Pi mình scroll ở vầy chia chùm nóng nâng ở vầy chia mờ rau cá 3. រស់នៅជីវិតដែលហ៊ឺហាលើសចំណូល 4. ចូលចិត្តចាយវាយតាមអារម្មណ៍ដើម្បីមុខមាត់ 5. រកចំណូលបានច្រើនតែមិនដែលសន្សំសល់ 6. ប្រើបំណុលជាដំណោះស្រាយគ្រប់រឿងលុយ 7. គិតថារកលុយបានច្រើននឹងលេងខ្វល់ខ្វាយរឿងលុយ 8. រស់នៅគ្មានគោលដៅនិងផែនការលុយកាក់ បាទនេះគឺជាចំណុចដែលមនុស្សជាច្រើនដែលអាយុចាប់ពី30ឡើងដែលតែងតែធ្វើហើយនឹងមិនដែលខ្វល់ខ្វាយចំពោះបញ្ហាទាំង8នេះបាទអញ្ចឹងសម្រាប់បងប្អូនដែលមានអាយុចាប់ពី30ឡើងបាទគួរតែគិតគូរឡើងវិញពាក់ព័ន្ធនឹងចំណុចទាំង8នេះគូលុបបំបត្តិឬក៏កាត់បន្ថយបណ្ដើហើយឬក៏មានន័យថាយើងកែប្រែសម្របសម្រួលទៅនឹងស្ថានភាពទាំង8នេះឡើងវិញបាទ